ថ្ងៃនេះយើងបន្តលំហាត់ណាបន្តទៀតគឺលំហាត់ទី17ណាចឹងសូមបងប្អូនអានប្រធានជាមួយលោកគ្រូហើយស្រង់សមត្ថកម្មទាំងអស់គ្នាណាទី17គឺថាកន្សោមកម្លាំងអគ្គិសនីចលករឆ្លាស់មានរាងស្មើនឹង100ស៊ីន20ផៃវ៉ុលខណ្ឌគណនាកខចឹងសំណួររបស់គេគឺពីរសំណួរហើយគេឲ្យសមត្ថកម្មមួយគឺកន្សោមកម្លាំងអគ្គិសនីចលករខណៈណាអញ្ចឹងសំណួរទីកនេះគឺគណនាអំភ្លីទិតនៃកម្លាំងអគ្គិសនីចលករនេះនិងតម្លៃខណៈរបស់វាដែលត្រូវនឹងផាសផៃលើ6ណាចឹងបាច់ស្រង់សមត្ថកម្មទេបងប្អូនដាក់យកតម្ដងកគណនាអំភ្លីទិតនៃកម្លាំងអគ្គិសនីចលករនិងតម្លៃខណៈរបស់វាត្រូវនឹងផាសនឹងគឺជាមុំតែតាឬក៏អូមេហ្គាតេស្មើនឹងផៃនៅលើ6ខណៈរបស់វាគឺរ៉ាឌយ៉ង់ណាអញ្ចឹងបងប្អូនក្នុងករណីនេះគេឲ្យសមីការកម្លាំងអគ្គិសនីចលករខណៈមួយណាអញ្ចឹងយើងចាប់ផ្ដើមតាមសមីការគឺស្មើនឹង100ស៊ីន20ផៃតេគិតជាវ៉ុលអញ្ចឹងយើងចាប់ផ្ដើមផ្ទឹមសមីការណាសមីការមានរាងហ្នឹងគឺស្មើនឹងស៊ីនអូមេហ្គាតេអញ្ចឹងមានន័យថាអំភ្លីទិតនៃកម្លាំងអគ្គិសនីចលករខាងល្វីហ្នឹងគឺកម្លាំងអគ្គិសនីចលករអតិហ្នឹងហើយណាអញ្ចឹងអំភ្លីទិតនៃកម្លាំងអគ្គិសនីចលករហ្នឹងគឺកម្លាំងអគ្គិសនីចលករអតិប្រមាណអញ្ចឹងនៅពេលដែលយើងផ្ទឹមបានហ្នឹងគឺមានចំនួន2ចំណុចទី1គឺណាស្មើ100វ៉ុលណាទី2គឺអូមេហ្គាស្មើ20ផៃយើងកុំយកតេណាយើងអត់យកតេមកទេអញ្ចឹងគេបានទី1គឺអំភ្លីទិតនៃកម្លាំងហ្នឹងគឺ100វ៉ុលទី2គឺអូមេហ្គាស្មើនឹង20ផៃរ៉ាឌយ៉ង់ក្នុង1វិអញ្ចឹងយើងរកឃើញហើយយើងចប់មួយសំណួរហើយប៉ុន្តែគេថារកតម្លៃខណៈដែលត្រូវនឹងផាសផៃលើ6អញ្ចឹងតាមរូបមន្តកម្លាំងអគ្គិសនីចលករខណៈហ្នឹងគឺរូបមន្តរបស់វាគឺស្មើនឹងស៊ីនអូមេហ្គាតេអញ្ចឹងដោយសមត្ថកម្មគឺយើងរកឃើញហើយគឺ100វ៉ុលចុះអូមេហ្គាតេផាសរបស់វាគឺស្មើទៅនឹងផៃនៅលើ6រ៉ាឌយ៉ង់អញ្ចឹងចំនួនចូលនាំឲ្យតម្លៃខណៈគឺស្មើនឹង100ស៊ីនបើមកកញ្ចក់គឺអូមេហ្គាតេហ្នឹងគឺស្មើនឹងផៃនៅលើ6អញ្ចឹងបងប្អូននឹងហៅថាស៊ីនផៃលើ6ហ្នឹងគឺស្មើជាមួយនឹង1នៅលើ2ណាអញ្ចឹងធ្វើឲ្យឃើញចម្លើយនេះគឺស្មើនឹង50វ៉ុលដូចនេះអំភ្លីទិតនៃកម្លាំងគឺ100វ៉ុលតម្លៃខណៈគឺ50វ៉ុលនេះគឺជាចម្លើយណានេះគឺជាចម្លើយនៅក្នុងសំណួរទីកយើងចាប់ដើមចូលដល់សំណួរទីខវិញម្ដងសំណួរទីខយើងមើលប្រធានគឺថាគណនាខូបនិងប្រេកង់នៃកម្លាំងអគ្គិសនីចលករនោះណាអញ្ចឹងគណនាខូបគឺតេណានិងហ្វ្រេកង់
Frey កង់ហ្នឹងគឺ F អញ្ចឹងដោយសារតែយើងផ្ទឹមសមីការខាងលើហ្នឹងយើងទាញបានអូមេហ្គាហើយណាយើងទាញបានអូមេហ្គាអញ្ចឹងខួបនេះគឺយើងប្រើអូមេហ្គាខាងលើហ្នឹងតាមរូបមន្តខួបគឺតេស្មើនឹងអូមេហ្គាតេស្មើនឹង2ផៃនៅលើអូមេហ្គារបស់យើងគឺស្មើនឹង20ផៃអញ្ចឹងផៃសម្រួលផៃអស់អញ្ចឹង2សម្រួល2នៅសល់1អញ្ចឹង1លើ10វិនាទី F Frey កង់ F ស្មើនឹង1នៅលើ T អញ្ចឹង1នៅលើ10លើ1លើ10ទៀតស្មើនឹង10 Hz អញ្ចឹងចម្លើយដូចនេះខួប T ស្មើនឹង1នៅលើ10វិ Frey កង់ F ស្មើនឹង10 Hz នេះគឺជាចម្លើយនៃចំណុចខអញ្ចឹងលំហាត់ទី17ត្រូវបានបញ្ចប់អស់ណា